វត្តពោធិរុក្ខារាមហៅវត្តកំពង់ត្រឡាចលើជាបូជនីយដ្ឋានពុទ្ធសាសនាដ៏ល្បីស្ថិតក្នុងភូមិកំពង់ត្រឡាចលើឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងវត្តនេះត្រូវបានគេស្គាល់ជាទូទៅថាមានវិហារចាស់មួយប្រកបដោយគំនូរបុរាណយ៉ាងវិចិត្រឯកសារនឹងការនិទានខ្លះថាវត្តកំពង់ត្រឡាចលើក៏កើតឡើងតាំងពីឆ្នាំ1672និងវិហារកសាងឆ្នាំ1847និងគូគំនូរឆ្នាំ1850វិហារវត្តកំពង់ត្រឡាចលើដែលយើងមើលឃើញគង់វង្សដល់សពថ្ងៃនេះក៏សាងឡើងនៅលើទីទួលមួយមានស្រះទឹកព័ទ្ធជុំវិញទាំង4ជ្រុងនិងមានច្រកចូលទាំង4ទិសវិហារនេះក៏សាងពីដីឥដ្ឋនិងកំបោរបាយអតនៅលើខឿន2ថ្នាក់បណ្ដោយវិហារមានប្រវែង15ម៉ែត្រនិងទទឹងជាង7ម៉ែត្រដំបូលប្រក់ក្បឿងស្រកាលេងក៏សាងឡើងក្នុងលក្ខណៈជាព្រះវិហារបុរាណបំពាក់ជ្វា4ចំពោះរចនាសម្ព័ន្ធវិហារនៅខឿនថ្នាក់ទី2គឺឃើញមានជណ្ដើរចំនួន6ដោយនៅផ្នែកខាងមុខមានជណ្ដើរ2និងទ្វារ2ហើយនៅផ្នែកខាងក្រោយក៏ឃើញមានជណ្ដើរ2និងទ្វារចេញចូល2ដែរក្បាច់ស៊ុមទ្វារគេប្រើជាក្បាច់ភ្ញីទេសដែលនៅផ្ទៃកណ្ដាលមានរូបរាហូនិងនៅផ្នែកចំហៀងត្រចង់ទង់ក្បាច់គេរចនាឲ្យមានលំនាំដូចគ្រុឌត្រចង់ដំបូលរីឯក្បាច់ស៊ុមបង្អួចជុំវិញទាំងអស់គេរចនាមានលក្ខណៈស្រដៀងនឹងមកុដចំណែកឯគំនូរក្នុងព្រះវិហារខាងលើជាប្រភេទគំនូរបុរាណដ៏ល្អវិចិត្រនិយាយអំពីអន្លើឬតួអង្គខ្លះក្នុងរឿងរាមកេរ្តិ៍រឿងពុទ្ធប្រវត្តិនិងរឿងជាដកអ្វីដែលគួរឲ្យកត់សម្គាល់នៃគំនូរបុរាណក្នុងវិហារនេះនៅក្នុងអន្លើខ្លះក្នុងរឿងពុទ្ធប្រវត្តិនិងរឿងជាដកគេបានគូសបញ្ចូលបន្ថែមទិដ្ឋភាពជីវភាពរស់នៅរបស់អ្នកស្រុកនិងល្បែងរបាំផ្សេងៗវិហារវត្តកំពង់ត្រឡាចលើជាស្ថាបត្យកម្មពុទ្ធសាសនាដ៏ល្អពិសេសត្បិតមានគំនូរបុរាណល្អឯកប្រកបដោយខ្លឹមសារយ៉ាងសំខាន់ឯកឧត្តមហឺវីរៈតំណាងរាជមណ្ឌលកំពង់ឆ្នាំងនិងជាប្រធានសសយោគវិស័យវប្បធម៌បានមានប្រសាសន៍ឲ្យដឹងថាចុងឆ្នាំ2010ដល់ដើមឆ្នាំ2011ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសិក្សាអភិរក្សរចនាសម្ព័ន្ធដំបូលនិងជួសជុលគំនូរឯកឧត្តមបានគូបញ្ជាក់ថាក្នុងក្របខ័ណ្ឌស្ដីពីការអភិរក្សនិងជួសជុលព្រះវិហារវត្តកំពង់ត្រឡាចលើត្រូវបើកការដ្ឋានជួសជុលឡើងវិញកាលពីថ្ងៃទី10ខែឧសភាឆ្នាំ2025រហូតមកទល់ពេលនេះឯកឧត្តមអុកសុខាអគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថាបញ្ហាចម្បងដែលធ្វើឲ្យក្រុមការងារជួសជុលព្រះវិហារនេះជាបន្ទាន់គឺដំបូលដែលមានការខូចខាតស្ទើរតែទាំងស្រុងដោយសារតែអាចសត្វប្រជៀវដូច្នេះហើយទើបធ្វើឲ្យទឹកភ្លៀងជ្រាបចូលក្នុងព្រះវិហារធ្វើឲ្យមានការខូចខាតដល់គំនូរខាងក្នុងម្យ៉ាងវិញទៀតបញ្ហាផ្សេងទៀតដូចជាសំណើមក្រោមដីធ្វើឲ្យគំនូររលុបដោយសារតែគំនូរបុរាណនេះមានការលាយបញ្ចូលកៅស្បែកគោលាយនឹងអង្ករដំណើបឬអង្ករសាយនិងទឹកកំបោរដូច្នេះពីមានសំណើមខ្ពស់វាអាចរលុបបានឬសត្វល្អិតស៊ីបញ្ហាមួយទៀតគឺកំណប់ផ្សែងធូបក៏ធ្វើឲ្យគំនូរនេះខូចខាតដែរក្រោយបញ្ចប់ការជួសជុលដំណាក់កាលទី1លោកជំទាវបណ្ឌិតសភាចាភឹងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមជាមួយឯកឧត្តមហឺវីរៈបានអញ្ជើញចុះពិនិត្យវិហារវត្តកំពង់ត្រឡាចលើកាលពីថ្ងៃទី4ខែតុលាឆ្នាំ2025ការថែរក្សាការពារបេតិកភណ្ឌរបស់ជាតិទោះជាប្រាសាទក្តីវត្តអារាមក្តីនឹងគឺជាបេសកកម្មគឺជាការងាររបស់ក្រសួងវប្បធម៌ចិត្តសិល្បៈក៏ដូចជាភារកិច្ចរបស់ប្រជាជននៅក្នុងមូលដ្ឋានដែលនៅទីតាំងនេះដែរក្រសួងវប្បធម៌បានយកចិត្តទុកដាក់មិនត្រឹមតែប្រាសាទទេមិនត្រឹមតែស្ពានបុរាណឬសំណង់បុរាណទេវត្តគឺជាអត្តសញ្ញាណរបស់ជាតិគឺជាអ្វីដែលតំណាងនៅប្រវត្តិសាស្ត្ររបស់យើងដែរពិសេសវត្តកំពង់ត្រឡាចលើនេះគឺជាវត្តបើយើងនិយាយទៅពិសេសមួយក្នុងចំណោមវិហារបុរាណនានានៅក្នុងប្រទេសរបស់យើងដែលហៅថាវត្តនេះមានអាយុជាង100ឆ្នាំទៅហើយទី1ចំណាស់របស់វត្តទី2គឺតាក់ទងជាមួយនឹងរូបគំនូរនេះគឺថាជារូបគំនូរបុរាណមួយដែលនៅសល់លើភាពដើមរបស់ខ្លួនតាំងពី100ឆ្នាំមុន
ដែលអត់ទាន់មានការប៉ះពាល់អត់ទាន់មានការជួសជុលដោយប្រើសម្ភារៈថ្មីអញ្ចឹងកន្លែងនេះដំបូងក្រសួងត្រូវការពីមុនគេបំផុតនៅដូចជាដបូលដើម្បីការពារការជ្រាបទឹកការរស់នៅរបស់សត្វបជាវសត្វអីណាយើងបានធ្វើហើយយើងត្រូវដឹងទៀតថាវត្តនេះគឺដើមជំនាន់ប៉ុលពតវាជាទីតាំងស្តុកអំបិលហើយនឹងកន្លែងដែលជាគុកផងអញ្ចឹងការស្តុកអំបិលជំនាន់ហ្នឹងធ្វើឲ្យខូចភាពប្រសើរផងអាជាតិអំបិលផងគឺឲ្យខូចរូបពលាច្រើននៅបេសកកម្មរបស់យើងបន្តនៅក្នុងពេលនេះហ្នឹងគឺថាបន្ទាប់ពីដំបូលមកគឺទាំងលេខលោកធ្វើយ៉ាងណាដើម្បីជួសជុលរូបគំនូរបុរាណប៉ុន្តែដោយរក្សានៅភាពដើមរបស់ខ្លួនកុំឲ្យប៉ះពាល់ព្រោះយុទ្ធគូថ្មីទាំងអស់អាហ្នឹងក៏បាត់បង់ភាពដើមរបស់វត្តដែរអញ្ចឹងអានេះគឺជាបេសកកម្មបន្តជាមួយនឹងការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធរបស់ព្រះសង្ឃនៅទីនេះរបស់ប្រជាជនយើងនៅមូលដ្ឋាននេះយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីធ្វើម៉េចថែរក្សាការពារវត្តនេះសម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយទី1ហើយទី2អាចក្លាយជាប្រភពចំណូលរបស់ប្រជាជនយើងនៅក្នុងទីតាំងនេះដែរចាវាថាជារឿងថ្ងៃមានទេសចរមកមើលចាច្រើនដែរអញ្ចឹងក៏ជាប្រភពចំណូលមួយហើយហើយជាប្រភពចំណូលផងជាសម្បត្តិបព្វធម៌ផងវាជាប្រយោជន៍សម្រាប់ប្រវត្តិសាស្ត្រជាតិការយល់ដឹងមកប្រទេសជាការផ្សព្វផ្សាយវប្បធម៌របស់ជាតិរបស់យើងនិងគឺជាសេដ្ឋកិច្ចរបស់យើងនឹងខ្ញុំយល់ថាប៉ុន្តែទាំងអស់គ្នាត្រូវការរួបរวมគ្នាចាមិនមែនតែក្រសួងវប្បធម៌មួយទេដូចខ្ញុំថាអញ្ចឹងគ្រប់ស្ថាប័នពាក់ព័ន្ធប្រជាជនអ្នកនៅជុំវិញជាជនខ្លាចទាំងមូលតែម្ដងអាចមកទស្សនាបានវត្តនេះសំខាន់ណាគឺមានប្រវត្តិរបស់យើងពុទ្ធសាសនាតែមួយជាគំនូរបុរាណអត់ទាន់ប៉ះពាល់អីផ្សេងទេនោះចាហើយខ្ញុំសង្ឃឹមថាសារនេះនឹងជូនទៅដល់បងប្អូនជនរួមជាតិយើងអ្នកមានបំណងចង់ជួយចាក៏ដូចជាការតាក់ទាញភ្ញៀវទេសចរចាចំពោះការងារនេះមិនត្រឹមតែជាការជួសជុលសំណង់ឲ្យមានរូបរាងដើមប៉ុណ្ណោះទេប៉ុន្តែវាជាការរស់ឡើងវិញនៃវិញ្ញាណនិងវប្បធម៌ដែលបន្តឲ្យមនុស្សជំនាន់ក្រោយបានឃើញនិងបានយល់ពីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្មែរភារកិច្ចរបស់អ្នកជំនាន់ក្រោយគឺថែរក្សាស្គាល់តម្លៃនិងបន្តអភិរក្សឲ្យបានរឹងមាំដូចនេះការជួសជុលវិហារដែលមានអាយុកាលជាង100ឆ្នាំមិនមែនជាការបញ្ចប់ទេប៉ុន្តែជាការចាប់ផ្ដើមថ្មីសម្រាប់អនាគត